គឺជារបៀបអានអក្សរសិលាចារឹកសម័យនគរវត្តគឺកម្មពិកម្មពិដ្រូការៈការៈលេគុហាប្រែថាកុំគប្បីធ្វើអាការៈលើព្រះវិហារមិនល្អទេគឺសិលាចារឹកវគ្គមកវគ្គទៀតសិលាចារឹកផាត់ជាអានថាផាត់ជាគៈភៈគៈវគ្គកំភោស្ថាតវ៉ាពេត្រូស្ថាតវ៉ាពេដ្រូរណញ្ជាយាមកក្រោមគេថានេះស្ថាបិតាញ់ស្ថាបិតាញ់ចត្រៈស្ថាបិតាញ់ចត្រៈសេនេនៈប្រែថាគឺជាប្រែថាដោយសេចក្តីគោរពចំពោះព្រះសម្មាសម្ពុទ្ធនេះកំភោនេះប្រែថាព្រះសម្មាសម្ពុទ្ធកំភោប្រែថាព្រះសម្មាសម្ពុទ្ធនេះផុត្រៈនេះបានន័យសេចក្តីគោរពហើយនឹងរមាតានេះថារមាតាពេត្រូរមាតានេះការគោរពអំពីមេត្តានិងបិតាបច្ចារញ្ញយានិងមេត្តាស្ថាបិតាញ់ចត្រៈសេនេនៈបានចិត្តដោយសេចក្តីជ្រះថ្លាទៅលើស្ដេចចំនួនមុនចប់ប៉ុណ្ណឹងឯងនេះសាលាចារឹកចប់ដោយចាប់ទស្សនាភាគបន្តទៀតការអាននេះគឺបើយើងអានស្ថាបិតាញ់ចត្រៈនេះអក្សរតរៈសេនេនៈគឺការបកស្រាយហើយនេះអក្សរពោអានថាផត្រាភគវៈនេះវគ្គសវោកំភោអានេះរមាតាបើយើងនិយាយសម័យរមាតានេះគឺមេត្តាបិតារបស់យើងដោយគោរពគឺចប់ហ្នឹងហើយចប់ដោយសិលាចារឹករៀនដោយសិលាចារឹក